Good morning, everybody. Yeah. Good morning, Chiripriya. So, first of all, thank you so much, Pastor Vanna. For this opportunity to share with you guys. So it makes me to study a lot. I listen a lot of messages. I read many times. So today, this morning, I just want to make it simple. For us to understand. Okay? So I know that many people could not sleep well last night. But I want to encourage you to fight your sleep this moment. Okay? I know that's not going to be easy because everybody wants to sleep. But we are going to try. Okay? So the first thing I want to ask you is really open your heart and your mind for this moment. Okay, I know that's not easy, but it's possible. And we are going to do that with the help of the Holy Spirit. So I want to invite you to stand. Okay. Let's pray together. Yeah? I'm going to pray without translation. Okay. So, dear Lord, thank you so much for this morning. Thank you so much for this time that you gave us. And I want to ask in Jesus' name that you can help us to be awake. I want to ask you in Jesus' name that you can open our hearts and our minds so we can understand your word. We want to worship you this morning. I want to thank you in Jesus' name. Amen. 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 Pastor, I want to read the 1 Peter 2:1-17. Can you put that? Okay. Yeah. So these days, today, tomorrow, we are going to read 1 Peter chapter 2, verse 1-17. So I want to invite you to guys, we are going to read together, okay, everybody. So just for you to have an idea what we are going to talk today, this afternoon, and tomorrow, okay? Okay, let's go, please, you guys. Okay, បងប្អូនមើលឃើញហើយគឺនៅក្នុងពេត្រុសខ្សែទី1ចំពុក2ពីខ1ដល់ខ17 ឥឡូវនេះ8ក៏ដូច្នេះដែលអ្នករាល់គ្នាបានលះបង់ចោលអស់ទាំងសេចក្តីគំរោះនិងកិច្ចកលទាំងប៉ុន្មានព្រមទាំងពុតនិយាចិត្តច្រណែនហើយពាក្យនិយាយដើមគេទាំងអស់ចេញគឺបើអ្នករាល់គ្នាបានភ្លួយដឹងថាព្រះម្ចាស់ទ្រង់ល្អមែនអ្នករាល់គ្នាក៏បានសាងឡើងដូចជាថ្មរស់ដែរហើយបានធ្វើជាផ្ទះខាងឯវិញ្ញាណជាពួកសង្ឃបរិសុទ្ធ
សម្រាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណដែលព្រះទ្រង់សពប្រតិទទួលដោយព្រះយេស៊ូវគ្រីស្ទ ដូច្នេះដែលពិសេសនោះគឺពិសេសដល់អ្នករាល់គ្នាដែលជឿតែពួកអ្នកដែលមិនជឿវិញនោះថ្មដែលពួកជាងសង់ផ្ទះបានចោលចេញបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក អូខេឥឡូវខ្ញុំអានខ9ហើយຕົកខាងស្ដាំខ្ញុំអានខ10ឥឡូវអានខ9តើតែអ្នករាល់គ្នាជាពួកជ្រើសរើសជាពួកសង្ឃលួងជាសាសបរិសុទ្ធជារាជដ៏កេរ្តិ៍អាករនៃព្រះដើម្បីឲ្យអ្នករាល់គ្នាបានសម្ដែងចេញឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងឹតមកក្នុងពន្លឺដ៏អស្ចារ្យរបស់ទ្រង់ អោពួកសុនភីអើយខ្ញុំទូមានអ្នករាល់គ្នាຕົកជាពួកប្រទេសក្រៅហើយដូចជាពួកអ្នកដែលគ្រាន់តែសំណាក់នៅថាចូលឲ្យអ្នករាល់គ្នាជៀសពីស្ដីប៉ងវឌ្ឍនាខាងសាច់ឈាមតែដែលតយុទ្ធនឹងប្រលឹងវិញ្ញាណចេញតោះកដាល ចូលឲ្យចោះចូលនឹងគ្រប់ទាំងច្បាប់នៃមនុស្សលោកដោយយល់ដល់ព្រះម្ចាស់ទោះបាននឹងស្ដេចទុកជាធំបណ្ដាច់ បើទ្រង់សពប្រតិឲ្យបំបាក់ពាក្យសម្ដីចំគួតរបស់មនុស្សខ្លោចល្ងងចេញដោយសារកិរិយាល្អតោះខាងនេះតោះអូខេតោះចូលរាប់អានដល់មនុស្សទាំងអស់ហើយស្រឡាញ់បងប្អូនកោតខ្លាចដល់ព្រះព្រមទាំងគោរពប្របាទដល់ស្ដេចផងអាមែន Amen. Very good. So for us to start it, I want to ask you, who was Peter? ឥឡូវនេះខ្ញុំចង់សួរសំណួរបងប្អូនមួយតើពីណាគេជាពេត្រុស Can you please tell me who's Peter? Who was Peter? Anybody? តើពីណាគេបានទេតើពីណាគេជាពេត្រុស Okay. He was what? A disciple of Jesus? Yes. Yes? For sure. What more do you know about Peter? ដឹងថាពេត្រុសជាអីទៀតទេគាត់ជាសាវកត្រូវហើយអីទៀត Okay. The fisherman. The fisherman. What more? គាត់ជាអ្នកនេសាទត្រីទៀត Do you guys know anything about Peter? Who is Peter? តើពីណាគេជាពេត្រុសខាងស្ដាំដៃ No? I want to tell you that Peter once he walked above the water. ពេត្រុសគឺជាអ្នកដែលដើរនៅលើទឹក Can you swim, guys? តើមានតែគេអាចហែលបានទេ Can you swim? អាចហែលបានទេ No? But this man, Peter, he could swim. He was a fisherman, and once he walked on the water. យើងឃើញថាលោកពេត្រុសគាត់គឺជាអ្នកនេសាទហើយគាត់អាចហែលទឹកហើយនៅពេលនេះយើងឃើញថាលោកពេត្រុសគាត់អាចនឹងដើរលើទឹកបាន Because he was together with Jesus. ព្រោះគាត់គឺជាសិស្សហើយគាត់បានដើរនៅជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវ But the same Peter also make some mistakes. ហើយពេត្រុសដែរនោះឯងគាត់ក៏ជាអ្នកដែលបានធ្វើកំហុសឆ្គងដែរ Because he was a man. ដែលព្រោះតែគាត់គឺជាមនុស្សដូចយើងដែរ And we as a man, we do mistakes. អញ្ចឹងយើងក្នុងនាមជាមនុស្សយើងក៏តែមានការ
ធ្វើកំហុសឆ្គងការឡើងដែរក្នុងយើងរបស់គ្នា But this same man once wrote letters. ប៉ុន្តែម្នាក់ដដែលនឹងឯងគាត់ក៏ជាអ្នកដែលសរសេរសម្បត្តិពេត្រុសនេះ And this letter that we are reading now, it was from Peter. ហើយសម្បត្តិដែលយើងកំពុងតែអាននេះឯងគឺជាសម្បត្តិរបស់លោកពេត្រុសនោះឯង So I want to ask the girls to come help me, please, two of you guys. អូខេតើឥឡូវសូមឲ្យកញ្ញាពីរនាក់មកដើម្បីមកជួយអ្នកគ្រូ And I want you to imagine that you received this letter from Peter. ឥឡូវនេះឧបមាថាបងប្អូនកំពុងតែទទួលសម្បត្តិអំពីលោកពេត្រុស You can give to each table one, okay? Each table one there, okay? So imagine that you are there at your house or at the church and you receive a letter from Peter. ឧបមាថាបងប្អូនកំពុងតែនៅក្នុងផ្ទះមួយហើយទទួលសម្បត្តិមកពីលោកពេត្រុស And this morning we are going to think about only these two verses that was inside of this letter. ហើយជាមួយគ្នាបងប្អូននឹងគិតអំពីខគម្ពីរពីរខនេះឯងដែលដកស្រង់ពីពេត្រុសទី1ចំពុក2ខ1ដល់ខ17ដែលយើងបានអានមិញហ្នឹង So 1 Peter chapter 2 verse 4 and 5. អូខេអញ្ចឹងនៅក្នុងនេះចំពុក2នឹងឯងគឺខ4ហើយនិងខទី5 Okay? It's the same letter that you have there in your អញ្ hands. ចឹងនេះគឺជាអត្ថបទដែលបងប្អូនបានឃើញលើក្តារហើយបងប្អូនបាននៅដៃដែរ So I want to ask you again, we're going to read again these two verses. ឥឡូវនេះអ្នកគ្រូនឹងឲ្យបងប្អូនជួយអានម្ដងទៀតនៅក្នុងខទាំងពីរនេះឯង And we are going to do the same way that Pastor did. First this group, after that this group, after that this one, and again everybody together. អូខេចាអញ្ចឹងដំបូងខាងស្ដាំដៃលោកគ្រូអានតមកកដាលតមកឆ្វេងដៃហើយក្រោយមកយើងអានទាំងអស់គ្នាតែម្ដង Okay? Only these two verses, verse 4 and verse 5. That is the same there in your letter. ដូច្នេះបងប្អូនដែលកំពុងតែកាន់កដាលហ្នឹងឯងគឺបានអាននៅក្នុងអត្ថបទដូចគ្នាគឺនៅក្នុងខ4ហើយនិងខ5អានទាំងអស់ Please. អូខេតាអញ្ចឹងគ្រូរាប់ឲ្យណាតា2 3 អត់យកតាមឡងទៀតអានឲ្យអានឲ្យក្បាស់មើលនេះឥឡូវមើលហ្នឹងក្បាលនេះខ4និងខ5ហ៎នេះខ4និងខ5តោះមើលស្លាយក៏បានតោះគ្រូរាប់តោះ2 3 អូខេអានជាប់នេះដឹកអញ្ចឹងមិនព្រោះអានឲ្យមានឃ្លីមានក្នុងបានព្រោះតោះឥឡូវកដាលបងតោះ2 3 តែប៉ុន្តែសរសេរហ្នឹងគាត់សរសេរមកដល់ clear ដល់តាហើមស្រួលតែយើងពេលខ្លះយើងអត់ដល់តាហើមដូចជាធម្មរស់ដែរហើយបានធ្វើជាផ្ទះខែវិញ្ញាណជាពួកសង្ឃបរិសុទ្ធតោះខាងឆ្វេងដៃតោះ2 3 អ
Ok ta, lâu ăn từ thế ta. Ta, tí, bảy. Ai nè ra kia đã cầm pung tại một ai trung đòi chia mò rùa. Tại mình nú bán bó bong trao tranh. Tại pre bán chơi rư. Hai rộp chi vi xe vinh. Nú nè ra kia có bán sang răng đòi chia mò rùa đài. Hỏi bán vô chia xong thằng ạ bình nhiên. Chia bua xong bò đi sót. Sầm rạp nâng vai krương bồ chia khang vào lưng bình nhiên. ដែលព្រះទ្រង់សព្វតីទទួលដោយព្រះយេស៊ូវគ្រីស្ទ Amen. Amen. So let's try to understand now. អូខេតើឥឡូវយើងនឹងព្យាយាមយល់ជាមួយគ្នានៅក្នុងអត្ថបទពីខនេះ We are talking about stones and stones and stone. What is this stone? ឥឡូវយើងមើលមើលនេះឥឡូវយើងនិយាយពីថ្មអានឃើញថ្មតើថ្មអី Yes, okay. So can you see this new temple here? បងប្អូនឃើញពហិយនេះថ្មីទេ It's beautiful. បងប្អូនឃើញថ្មីពហិយស្អាតទេ Okay, it's beautiful ពិតជាស្អាត because this is already finished. ដោយសារតែពហិយនឹងគឺបានធ្វើរួចរាល់ហើយ But you know, before it be like this, តែបងប្អូនដឹងទេមុនពេលដែលថ្មនេះអាចទៅជាពហិយអាចទៅជាថ្មពហិយដែលស្អាតបែបដូចនេះ it was nothing here. អត់មានអីកាត់ឡើងទេមែនទេ But they need to make a foundation. បងក៏ប៉ុន្តែគឺត្រូវការសង់គ្រឹះជាមុន And also we have the people from our church who make construction, no? ដូច The our brother who make construction. ដូចជាឥឡូវនេះយើងមានបងម៉ាចដែលគាត់គឺជាអ្នកមកការសំណង់ជាអ្នកជាជាងសំណង់ We know that we need a very strong foundation. ដូច្នេះយើងដឹងថាយើងពិតជាត្រូវការគ្រឹះរឹងមាំហើយគ្រឹះសំខាន់មែនតើ Yes? For building the things you need to make a very, very, very strong base. ដើម្បីយើងអាចនឹងសង់អគារបានល្អនោះឯងគឺយើងត្រូវការសង់គ្រឹះឲ្យរឹងមាំដែរ Before, in Jesus' time, in Peter's time, they built things with stones. ហើយមុនពេលនោះឯងគឺកំឡុងពេលនៃពេត្រុសក៏ដូចជាព្រះម្ចាស់ព្រះយេស៊ូវផងគឺការសង់អគារគឺយកថ្មជាសំខាន់ So this is just a kind of an example. How can you build things we need the stones? ហើយបានជានៅពេលដែលយើងចង់សាងសង់អ្វីមួយនោះឯងគឺត្រូវការថ្ម Okay? And so Peter here is talking about Jesus, the living stone. បានជានៅទីនេះគឺពេត្រុសបាននិយាយថាព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់គឺជាថ្មរស់ And why it is living? ហេតុអីបានជារស់ហេតុអីបានជាថ្មរស់ We are studying that Jesus died on the cross. តែយើងបានរៀនហើយថាព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់បានសគត់នៅលើជាឆ្កាង But after 3 days, he resurrected. ប៉ុន្តែ3ថ្ងៃក្រោយមកព្រះអង្គមានប្រជញ្ញរស់ឡើងវិញ So he is alive. ដូច្នេះព្រះអង្គមានប្រជញ្ញរស់ We are not talking about a stone that's dead. យើងមិនបាននិយាយអំពីថ្មដែលងាប់ទេ So Jesus is alive. ដូច្នេះព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់មានប្រជញ្ញរស់នៅ And Jesus is this living stone. ហើយបានជាព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់គឺជាថ្មរស់នោះឯង Okay? And Peter also talked here about that this living stone, it was rejected for some people. ហើយព្រះអង្គក៏មានបន្ទូលអំពីព្រះអង្គពេត្រុសក៏មាននិយាយអំពីព្រះអង្គម្ចាស់ព្រះយេស៊ូវជាថ្មរស់ដែលមនុស្សគេបានបោះបង់ព្រះអង្គចោលចេញ The Jewish people could not understand, so they reject Jesus as this living stone. យូដាគេបានយល់អំពីនោះទេបានជាគេបានបដិសេធព្រះម្ចាស់ព្រះយេស៊ូវដែលទ្រង់គឺជាថ្មរស់នោះឯង So Peter also he was talking about this kind of construction that like this one. ដែលយើងឃើញថាពេត្រុសកំពុងតែនិយាយអំពីការសាងសង់អគារដែលយើងបានមើលឃើញនេះគឺជាអគារមួយដ៏ស្រស់ស្អាត But now he is trying to encourage us to talk about a different kind of building. ហើយលោកក៏បាននិយាយក៏ព្យាយាមក្នុងការដែលកំសាន្តចិត្តយើងអំពីលក្ខណៈខុសគ្នាអំពីអគារដែរ And he is calling you and me as living stone. ហើយបានជាលោកបានហៅបងប្អូនហៅខ្ញុំថាជាថ្មរស់ដែរ So again the verse says, ឥឡូវយើងមើលក្នុងខ4ម្ដងទៀត as you come to him a living stone rejected by men, អ្នករាល់គ្នាដែលកំពុងតែមកទ្រង់ដ៏ជាថ្មរស់ដែលមនុស្សបានបោះបង់ចោលចេញ but in the sight of God chosen and precious.
តែព្រះបានជ្រើសរើសហើយរាប់ជាវិសេសវិញ So he say, now you yourself like living stones នោះអ្នករាល់គ្នាក៏បានស្អាងឡើងដូចជាថ្មរស់ as being built as a spiritual house ដែលព្រះឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ to be a whole priesthood ជាពួកសង្ឃបរិសុទ្ធ to offer a spiritual sacrifice សម្រាប់នឹងថ្វាយជាគ្រឿងបូជាខាងព្រលឹងវិញ្ញាណ accept to God through Jesus Christ ដែលទ្រង់ទទួលសពប្រតិទទួលដោយព្រះយេស៊ូវគ្រីស្ទ Is that clear? បងប្អូនច្បាស់ទេ Yes. So Jesus the living stone បាទជាព្រះអម្ចាស់ព្រះយេស៊ូវទ្រង់គឺជាថ្មរស់ the cornerstone គឺជាថ្មជ្រុងយ៉ាងឯក it's like the cornerstone is like the stone that is support all the other stones ថ្មជ្រុងនោះគឺជាថ្មដែលអាចនឹងទ្រាំទ្រជាមួយថ្មផ្សេងដាក់ពីលើបាន So now Peter is inviting us បានជានៅពេលនេះគឺពេត្រុសបានអញ្ជើញយើងរាល់គ្នា to be these living stones for us to build ឲ្យយើងខ្លាចទៅជាថ្មរស់ដែលអាចនឹងស្អាងឡើង not a temple like this មិនមែនជាវិហារបែបដូចនេះទេ but a spiritual temple គឺជាផ្ទះខាងវិញ្ញាណរបស់ព្រះវិញ Okay, is that clear now? បងប្អូនច្បាស់ទេនោះ Yes. Yes. បាទ So he also encouraged us, for example, here we have babies and the babies they need milk. ហើយលោកពេត្រុសក៏បាននិយាយដែរថាប្រៀបបីដូចជាយើងអានេះយើងមានកូនក្មេងជូចៗហើយកូនក្មេងនោះឯងគេត្រូវការទឹកដោះ But after milk, like maybe 1 year old, they start to eat food. ហើយក្រោយពីមួយខួបឬក៏មួយឆ្នាំតទៅឯងគឺចាប់ផ្ដើមញ៉ាំអាហាររឹងហើយ Because they want to grow, they need to grow. ពីព្រោះអីកូនក្មេងនោះឯងគឺត្រូវការរីកចម្រើនលូតលាស់ Me and you, we cannot just live with milk. បងប្អូននិងខ្ញុំយើងមិនអាចគ្រាន់តែទទួលទាននៅទឹកដោះគោប៉ុណ្ណឹងទេ We need rice. យើងត្រូវការ We need meat. យើងត្រូវការសាច់ត្រូវការបាយ We need some fruits. យើងត្រូវការផ្លែឈើផង Okay, so you can grow. ដែលយើងអាចនឹងធំលូតលាស់បាន So now Peter is telling us, you don't need any more this milk. បាទជានៅពេលនេះគឺពេត្រុសបានប្រាប់យើងថាយើងនឹងមិនត្រូវការទឹកដោះទៀតទេ Now you need some food more strong. យើងត្រូវការអាហារដែលធ្វើឲ្យយើងកាន់តែរឹងមាំដែរ So he's encouraging us to read the Bible. បាទជាលោកពេត្រុសបានលើកចិត្តឲ្យយើងបានអាននៅព្រះបន្ទូលរបស់ព្រះអង្គ To know the Bible. ហើយយើងបានស្គាល់បានដឹងឲ្យចេះអំពីព្រះបន្ទូលរបស់ព្រះ To memorize the Bible. ហើយយើងបានចងចាំអំពីព្រះបន្ទូលរបស់ព្រះអង្គ What I did with you now this morning is that I'm trying to encourage you to memorize it. ហើយអ្វីដែលគ្រូបានឲ្យបងប្អូនបានមើលនេះឯងគឺបងប្អូនជាយាមក្នុងការដែលចងចាំនៅក្នុងខគម្ពីរនឹងឯង So Peter is inviting us to be strong បានជាលោកពេត្រុសគាត់ចង់ឲ្យយើងរាល់គ្នាបានរឹងមាំឡើង and alive. ហើយឲ្យយើងមិនត្រឹមរឹងមាំទេយើង Not slippery like the ឲ្យយើង bird. នៅមានជីវិតមិនឲ្យយើងមកដេកទេដឹងថា Yeah, so Peter is inviting us to build a spiritual house. អូខេអញ្ចឹងលោកពេត្រុសបានប្រាប់យើងឲ្យហៅយើងហើយអញ្ជើញយើងខ្លាចទៅជាព្រះហវិញ្ញាណរបស់ព្រះ Lego, yeah. So, in this church, this spiritual church, this spiritual house, យើងឃើញថានៅក្នុងរូបភាពជាផ្ទះខាងវិញ្ញាណនេះឯង cannot be just me and pastor. ហើយមិនគ្រាន់តែមានតែអ្នកគ្រូហើយនឹងខ្ញុំប៉ុណ្ណឹងទេ Imagine here Jesus, me and pastor. ឧបមាថានៅនេះមានតែព្រះយេស៊ូវហើយមានតែខ្ញុំនិងអ្នកគ្រូលោកគ្រូ It is not a house. អញ្ចឹងវាមិនមែនជាផ្ទះទេ We need you, each one of you. គឺត្រូវការបងប្អូនទាំងអស់គ្នាដែរ Okay, so each one of you is important here. បានជាបងប្អូននៅទីនេះគឺសំខាន់មែនទែន So we are here as a community. បានជាយើងនៅទីនេះគឺយើងនៅជាសហគមន៍មួយ I have here this, how you call this, Legos? ឥឡូវអ្នកគ្រូមានផ្ទះហើយនេះ Lego. If you just put one like this, it's just one piece. ហើយបើយើងគាត់ដាក់វាមកមួយយ៉ាងហ្នឹងវាគាត់តែជាចំណែកមួយប៉ុណ្្នឹងហើយវាអត់មានជាស្អីទេ
But if you start to put a lot of these things together, ក៏ប៉ុន្តែដល់ពេលដែលយើងចាប់ផ្ដើមដាក់វាគុំវាចូលគ្នា you start to build something. ហើយវានឹងខែទៅជាអ្វីមួយផ្សេងទៀតហើយ Okay? So you are going to put and you make beautiful things with these Legos. ដូច្នេះបងប្អូនអាចនឹងដាក់វាឲ្យតាមទៀតនោះហើយវានឹងអាចទៅជារបស់មួយដ៏ស្រស់ស្អាតដែលយើងចង់បាន The same it's us. ដូចនឹងយើងរកគ្នាដែរ We are this temple of God. យើងគឺជាព្រះវិហារនៃព្រះ Living in stone. ហើយយើងគឺជាព្រះវិហារជាថ្មរស់ And God He is not He don't want to live inside of these walls here. ជាការពិតព្រះអង្គមិនចង់គង់នៅក្នុងវិហាររបៀបដូចនេះទេ He wants to live inside of គឺ us. ព្រះអង្គទ្រង់ចង់គង់នៅឲ្យរស់នៅក្នុងយើងរាល់គ្នាវិញ So we are also the temple of God. ដូច្នេះយើងរាល់គ្នាគឺជាព្រះវិហារនៃព្រះ Okay? So, and Peter also invite us to be the priesthood. ហើយពេត្រុសបានរាប់យើងរាល់គ្នាឬក៏ប្រាប់ថាយើងគឺជាសង្ឃបរិសុទ្ធរបស់ព្រះជាសង្ឃលួងរបស់ព្រះ I think Pastor and John and Mark, they are going to speak more about that later. Yeah? អ្នកគ្រូគិតថាប្រហែលជាលោកគ្រូហើយនឹងខ្ញុំនឹងបន្ថែមទៀតអំពីរឿងទាំងអស់នេះដែលជាសង្ឃរបស់ព្រះនេះឯង But Peter is also invite us to take care of this spiritual house as a priesthood. ក៏ប៉ុន្តែលោកពេត្រុសបានអញ្ជើញយើងរាល់គ្នាឲ្យយើងបានប្រយ័ត្នប្រយែងរស់នៅឲ្យស័ក្តិសមជាសង្ឃលួងរបស់ព្រះនោះហើ So យ it means that I need to take care of you and you need to take care of each one another. ដូចជាយើងត្រូវការមើលថែគ្នាទៅវិញទៅមកដែរ Okay? I still have just to finalize this one here. I want to ask you again to read this. អូខេម្ដងទៀតបងប្អូនអ្នកគ្រូចង់ឲ្យយើងអានម្ដងទៀត Is that clear for you guys? បងប្អូនច្បាស់ហើយហ្នឹង Yes? Yes? ច្បាស់អត់ So who is the cornerstone? តើពីណាគេជាថ្មជ្រុង Jesus is the cornerstone. ដូច្នេះព្រះយេស៊ូវព្រះអង្គទ្រង់គឺជាថ្មជ្រុង And we are the living stone. ហើយយើងជាអីគេ But Jesus is also the living stone. យើងគឺជាថ្មរស់ហើយព្រះម្ចាស់ព្រះយេស៊ូវទ្រង់ក៏ជាថ្មរស់ដែរ Yeah. So I want to ask you, please stand now. អូខេឥឡូវម្ដងទៀតសូមឲ្យយើងមកក្រោយឈរម្ដងទៀត And let's see if you could memorize it. ហើយយើងទិញខំឲ្យចាំ Yes? Okay. We are going to read together, everybody. អូខេតើយើងអានម្ដងទៀតទាំងអស់គ្នា And after that, I'm going to ask one person here, another person there to see if you memorize it, okay? អូខេក្រោយពីអានហើយអ្នកគ្រូនឹងឲ្យយើងលេងមើលហើយអញ្ចឹងបងប្អូននឹង Tem um biscoitinho ali. សូត្រម្ដង Vou អាន dar um ហើយសូត្រ biscoitinho ម្ដ para ង quem អូ não ខេ usou. Um biscoito também. Okay, everybody together? Let's go, the pastor, please. អូខេតើបងប្អូនមើលស្លាយក៏បានមើលនេះក៏បានដែរ Tá bom. តើ Tá bom. ហើយណាតើគ្រូរាប់ណាតើ2 3 អូច្បងច្បល់តើ Okay? So who wants to, you can read by yourself or you can say it by memory. អូខេតើបងប្អូនឥឡូវអាចមានពេលដើម្បីនឹងអានហើយមានពេលទិញឲ្យចាំហើយសូត្រ Somebody wants to read? ឥឡូវមានម្នាក់អាចអានសិនបងមើលអានសិនហើយចាំសូត្រតាមក្រោយតើអានលឺបង I have a biscuit, chocolate. Who wants to read? I'm going to give a chocolate. អូខេអ្នកគ្រូមានសូកូឡាឲ្យចាស់ read or just read the words by C or Yeah, you can read by yourself.
You cannot be just by your memory. If you can just read there or read in your copy. អូខេបងប្អូនអាចអាននៅកណ្ដាលហ្នឹងក៏បានដែរអត់អីទេ read by see the Yeah, letter can read it first. អូ Yeah. ខេអត់អីទេបាទដំបូងអាចអានឲ្យមើលបានសិន 1, 2, 3. Okay, 1, 2, 3. បាទ Please. Amo, can you please? You can read and you're going to receive your chocolate. 3តាសាណា Yeah, first is here, Susanna. តាស្ងាត់អានតាសាណាអានតា Let's listen. Okay, yeah. Very good. Here, I think, វិ brother. ទ្យានេះអានឲ្យច្បាស់ មួយមេរទី1ពោពីខ4ដល់5ឯអ្នករកទីដែលកំពុងតែមកអាចត្រង់ដល់ជីវិតរបស់រស់ដែលមនុស្សបានបោះបង់ចោលចេញតែព្រះបានជ្រើសរើសឲ្យរកជាពិសេសវិញនោះអ្នករកទីក៏បានស្អាងឡើងដូចជាថ្មរស់ដែរហើយបានធ្វើជាផ្ទះខាងឯកវិញ្ញាណជាពួកសង្ឃបរិសុទ្ធសម្រាប់នឹងថ្វាយគ្រឿងបូជាខាងព្រះវិញ្ញាណដែលព្រះទ្រង់បានសពព្រះតីទទួលដោយព្រះយេស៊ូវគ្រីស្ទ អូខេ Amen. ខាងនេះ One more, 2 more. The guys? The guys? អូខេem này hả cái kinh Go được đây down, lie down. cái kinh được đây mà nhớ ăn lấy nước đó chia đó ដល់ជាថ្មរស់ដែលមនុស្សបានបោះបង់ចោលចេញតែព្រះបានជ្រើសរើសឲ្យរកជា bị xe ពិសេសវិញនោះអ្នករាល់គ្នាក៏បានស្អាងឡើងដូចជាថ្មរស់ដែរឲ្យបានធ្វើជាផ្ទះខាងព្រះវិញ្ញាណជាពួកសង្ឃបរិសុទ្ធសម្រាប់នឹងថ្វាយគ្រឿងបូជាខាងប្រលឹងវិញ្ញាណដែលព្រះទ្រង់ប្រសពព្រះហឫទ័យទទួលដោយព្រះយេស៊ូវគ្រីស្ទ ok Amen. Yeah. Okay, Pastor. Very good. Thank you so much. So once more, let's read together. ok អរគុណទាំងអស់គ្នាតែយើងបាននៅជាមួយគ្នារៀនជាមួយគ្នា Yes. Okay, let's read together and we are going to finish this part. អូខេតឥឡូវយើងនឹងអានម្ដងទៀតហើយយើងនឹងបញ្ចប់ត្រឹមហ្នឹងវាចាំមួយសុបាយហ្នឹងអូខេតអូខេត2 3ឯអ្នករាល់គ្នាដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ឯមនុស្សបានបោះបង់ចោលចេញតែព្រះបានជ្រើសរើសហើយរាប់ជាពិសេសវិញនោះអ្នករាល់គ្នាក៏បានសាងឡើងដូចជាថ្មរស់ដែរហើយបានធ្វើជាផ្ទះខាងឯវិញ្ញាណជាពួកសង្ឃបរិសុទ្ធសម្រាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណដែលព្រះទ្រង់សពប្រតិទទួលដោយព្រះយេស៊ូវគ្រីស្ទ Amen. Amen. So let's pray to finish this part. អូខេសូមយើងបានអធិដ្ឋានបញ្ចប់ជាមួយគ្នា Thank you, Jesus, so much យើងខ្ញុំអរគុណព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទ because you chose us. ដោយព្រោះព្រះអង្គបានរើសយើងខ្ញុំរាល់គ្នា Thank you so much for this time. យើងខ្ញុំអរគុណព្រះអង្គសម្រាប់ឱកាសនេះ It just asked you in Jesus' name, help us ដែលយើងខ្ញុំដែលព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់បានជួយយើងខ្ញុំរាល់គ្នា to be a living stone ហើយយើងខ្ញុំអាចក្លាយជាថ្មរស់ in your kingdom. ដែលសម្រាប់សេរីល្អរបស់ព្រះអង្គនិងនគររបស់ព្រះអង្គផង In Jesus' name, យើងខ្ញុំសូមក្នុងព្រះនាមព្រះម្ចាស់ amen. ព្រះយេស៊ូវគ្រីស្ទ
Amen. Thank you, Pastor.